បាទសូមជម្រាបសួរបាទថ្ងៃនេះមកបង្ហាញទៀតហើយបងប្អូនមកបង្ហាញពីដើមល្ហុងដើមល្ហុងនេះមានអាយុកាល1 ខែហើយល្ហុងនេះតាមពិតទៅអត់បានដាំទេល្ហុងនេះសัตว์មិនដឹងថាវាពំក្រមកពីណាស្រាប់តែដោះទៅឥឡូវនេះបងប្អូនបានញីទៀតដើមផ្លែញីទៀតផ្លែញីដើមញីទៀតហើយល្អឥឡូវអ្នកម្ដាយខ្ញុំគាត់ខ្លាច់រលំទឹកខ្លាច់ពេលមេឃភ្លៀងមកខ្លាច់រលំទឹកគាត់បានជីដីយកមកពុនគល់ទៅដើម្បីឲ្យកុំចំទឹករលំទឹកហើយដើមល្អដើមនេះល្អល្ហុងតែខ្ញុំមាន3ដើមនៅក្នុងចកាហើយសិតតែសัตว์ពណ៌មកទាំងអស់ហើយសិតតែផ្លែទាំងអស់សិតតែដើមញីទាំងអស់នេះមើលផ្កាល្អនៅក្បែរដើមស្វាយផ្លែធំផ្លែល្អស្វាយក៏ល្អដែរនោះចេកអំបងចេញទៅយកចេញផ្លែមកច្រើនដែរគួរសមដែរហើយស្វាយល្អធម្មជាតិពិតបងប្អូនអត់មានគីមីអត់មានអីទេដល់ពេលដើមវាល្អត្រូវទឹករហូតរងថ្ងៃអញ្ចឹងទៅស្វាយមួយដើមនេះល្អផ្លែហើយវាខែប្រាំងជាងអត់អីទេជាងពុននេះការពារខែធ្លាក់ភ្លៀងឥឡូវយើងនៅខែ3ឡើយទេចឹងអត់តាន់ភ្លៀងទេប្រហែលជាកក់ខែតិចតួចដល់ពេលវានៅនេះគល់នេះមកឆ្ងាយទឹកនេះប្រព័ន្ធទឹកយើងបរហូរមកដាក់គល់ដូងនោះហើយត្រូវមួយស្វាយនេះហើយត្រូវមួយដើមជ័យនេះទៀតនេះចឹងជ័យនេះក៏ល្អដែរតែខាងនេះអត់សូវល្អទេវាចង់បួសវាចង់ស្លាប់ទៅវិញតែកូនវាក្រាញ់ល្អនេះហើយស្វាយនេះក៏ល្អដូងនោះក៏ល្អក្រូចនោះក៏ផ្លែដែរនោះក្រូចពួកសัตว์ហើយបានរហូតដល់ល្ហុងយើងទៀតនេះអែមហួសមកបងប្អូនអញ្ចឹងយើងបើសិនជាមានដីចកាដីក្នុងផ្ទះហើយយើងធំល្មមទេយើងគួរតែដាំក៏ដាំទៅបងប្អូនកុំទុកតនីចោលអីយើងដាំទៅវាសិលរបស់គ្មានគីមីយើងអាចញ៉ាំបានដោយសុខភាព 100% ខ្ញុំចូលចិត្តកសិកម្មចម្រុះបែបនេះវាមានក្តីសុខសម្រាប់អ្នកដែលចូលចិត្តកសិកម្មចម្រុះដូចជាខ្ញុំបាទហើយចឹងក៏សូមអរគុណបងប្អូនដែលបានតាមដានទស្សនាវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ពេលបញ្ចប់ហើយវាបន្តទៀតខ្ញុំនឹងបង្ហាញដំណាំនៅក្នុងចការខ្ញុំបន្ថែមទៀតឲ្យបងប្អូនទស្សនាបាទសូមអរគុណសូមជម្រាបលា